តើអ្នកជឿទេថាជ្រូកខ្មៅមួយគូវាបែរជាកាត់កូនមកមានពណ៌ស្មួយក្បាលហើយម្យ៉ាងវិញទៀតជ្រូកដែលមានពណ៌ស្មួយក្បាលនេះវាមានប្រវត្តិពិតជាមិនធម្មតាខ្ញុំគឺជាសេនាប្រមុខធានផឹងយើងមិនមែនជាកូនរបស់អ្នកនោះទេឆាប់ដាស់យើងចុះវិញភ្លាមពេលនោះកូនជ្រូកពណ៌សកំពុងដេកស្រមុកនៅក្នុងព្រៃតែម្នាក់ឯងភ្លាមនោះក៏មានសត្វសេកមួយក្បាលដែលវាអាចចេះនិយាយបានរហូតដល់8ភាសាក៏បានមកដាស់វាឲ្យភ្ញាក់សួស្ដីកូនជ្រូកសួស្ដីកូនជ្រូកពណ៌អញឆាប់ភ្ញាក់ឡើងមកហេតុអីក៏អញដេកស្ពឹកយ៉ាងនេះពេលនោះកូនជ្រូកក៏បានភ្ញាក់ឡើងមកដោយក្តីក្តៅក្រហាយរួចហើយនិយាយថាអញនិយាយអស់ចិត្តហើយឬនៅបើអស់ចិត្តហើយប្រញាប់ចេញពីទីនេះឲ្យឆាប់ពេលនោះសត្វសេកក៏បាននិយាយថាអញមិនមែនជាសេនាប្រមុខធានផឹងទេអញគឺជាជ្រូកមួយក្បាលចេញឲ្យឆ្ងាយពីយើងទៅកូនជ្រូកពណ៌នៅតែមិនព្រមទទួលស្គាល់ថាខ្លួនឯងគឺជាសត្វជ្រូកយ៉ាងពិតប្រាកដវាក៏បានរត់ទៅមុខយ៉ាងលឿនដោយមិនបានមើលក្រោមក៏បានធ្លាក់ពីលើច្រាំងចោតមួយនៅទីនោះមានផ្កាជាច្រើនដែលមានក្លិនក្រអូបសាយដែលធ្វើឲ្យវាលងនឹងក្លិនក្រអូបនោះរហូតនឹកដល់អតីតកាលរបស់ខ្លួនការពិតវាពីមុនជាសេនាប្រមុខធានផឹងហើយគេក៏មានទំនាក់ទំនងស្នេហាជាមួយទេពអប្សរឆាងអ៊ឺហើយពួកគេក៏បានស្រឡាញ់គ្នាទៅវិញទៅមកប៉ុន្តែព្រះឥន្ទ្រក៏បានលងសម្រស់របស់នាងឆាងអ៊ឺផងដែររួចហើយព្រះឥន្ទ្រក៏បានបញ្ជាគេឲ្យហៅនាងមករំរបាំឲ្យទ្រង់មើលរួចហើយក៏ឆ្លៀតឱកាសចាប់នាងតែម្ដងបន្ទាប់មកក៏យកនាងទៅឃុំនៅក្នុងសំណាក់ដោយអាងអំណាចគឺជាព្រះឥន្ទ្រចំណែកលោកសេនាប្រមុខធានផឹងពេលដឹងដូច្នេះក៏បានត្រឹមតែដកដង្ហើមធំដោយក្តីអស់សង្ឃឹមគាត់គ្មានជំរឿសអ្វីក្រៅពីអង្គុយទុកសោកតែម្នាក់ឯងនិងអង្គុយផឹកស្រាដើម្បីលួងចិត្តខ្លួនឯងតែប៉ុណ្ណោះពេលនោះកូនចៅដែលមានការមិនពេញចិត្តនឹងគាត់ហើយត្រូវក្រោមបញ្ជារបស់គាត់គេក៏បានឆ្លៀតឱកាសនេះដើម្បីចង់សម្លាប់គាត់គេក៏បានដើរចូលមកលោកសេនាប្រមុខធានផឹងឃើញដូច្នោះលោកសេនាប្រមុខធានផឹងក៏បានហៅគេមកផឹករីកំដរគាត់គេក៏បានកំដរលោកសេនាប្រមុខផឹករហូតស្រវឹងខ្លាំងបន្ទាប់មកគេក៏បានធ្វើជាយកកាំបិតមកដាក់នៅលើតុនៅពេលដែលគេស្រវឹងខ្លាំងគេក៏មានភាពក្លាហានចង់ទៅជួយទេពអប្សរឆាងអ៊ឺដែលជាគូស្នេហ៍ដោយមិននឹកស្មានថាគេដើរទាំងស្រពិចស្រពើក៏បានមកដល់ព្រះបរមរាជវាំងលីងសៀវពេលនោះព្រះឥន្ទ្រក៏បានច្រឡំយ៉ាងខ្លាំងរួចនិយាយថាធានផឹងថ្លើមធំហ៊ានចូលមកក្នុងសំណាក់យានសៀវដោយគ្មានការអនុញ្ញាតផងពេលនោះធានផឹងគេក៏បានរកលេថាមកនេះដើម្បីចូលគាល់ព្រះអង្គនិងសួរសុខទុក្ខព្រះអង្គតែប៉ុណ្ណោះទូបង្គំមិនមានអាវុធអ្វីនោះទេសូមព្រះអង្គលើកលែងទោសភ្លាមនោះកាំបិតនាគក៏បានធ្លាក់ចេញមកពីក្នុងអាវរបស់គេភ្លាមនោះក៏មានអង្គរៈរបស់ព្រះឥន្ទ្រក៏បានចាប់យកកម្រិតនោះរួចនិយាយថាឯងមានបំណងចង់ធ្វើឃាតព្រះឥន្ទ្រធានផឹងឯងនិយាយថាមកចូលគាល់យើងដើម្បីសួរសុខទុក្ខយើងឯងហ៊ានចូលមកធ្វើគុតយើងផងព្រះឥន្ទ្របានបញ្ជាឲ្យទីហ៊ានយកធានផឹងទៅឲ្យសេះ5បំបែកសាកសពពេលនោះព្រះពោធិសត្វគង់ស៊ីអេមក៏បានមកដល់វិមានសុខឆាងអ៊ឺដើម្បីជួយសេនាប្រមុខធានផឹងក៏បានអង្វរព្រះម៉ែគង់ស៊ីអ៊ីមឲ្យទៅជួយនិយាយជាមួយព្រះឥន្ទ្រឲ្យលើកលែងទោសប្រហារជីវិតឲ្យធានផឹងនាងសន្យាថានឹងដាច់ទំនាក់ទំនងជាមួយធានផឹងចាប់ពីពេលនេះទៅហើយសន្យាថានឹងនៅបម្រើព្រះឥន្ទ្រដោយស្មោះត្រង់ដើម្បីបង្ហាញពីភាពសប្បុរសរបស់ទ្រង់ដូច្នេះហើយព្រះឥន្ទ្រក៏បាននិរទេសសេនាប្រមុខធានផេងឲ្យទៅកាន់ឋានកណ្ដាលហើយចាប់ពីពេលនោះមកធានផឹងក៏ត្រូវបានព្រះឥន្ទ្រដកតំណែងសេនាប្រមុខចេញនិងយកទៅប្រគល់ឲ្យសេនាប្រមុខរងឲ្យក្លាយជាសេនាប្រមុខវិញពេលនោះសេនាប្រមុខថ្មីគេពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះល្បិចកលរបស់គេបានជោគជ័យក៏បានបោះអាវុធទឹកឡើងទៅលើក៏ធ្វើឲ្យវាបញ្ចេញយុទ្ធសិលមកត្រូវខ្លួនឯងយ៉ាងអាម៉ាស់ពេលនោះកូនជ្រូកក៏ត្រូវបានអតីតកាលរបស់ខ្លួនធ្វើឲ្យភ្ញាក់ពីដំណេកដែលធ្វើឲ្យសត្វសេកដែលដេកនៅលើពោះរបស់វាក៏បានទាត់ទៅបុកនឹងជញ្ជាំងថ្មដែលធ្វើសត្វសេកវាមានអារម្មណ៍ខឹងយ៉ាងឡើងរួចនិយាយថាវាយ៉ាងម៉េចឯងទៀតហើយអាកូនជ្រូកពណ៌ក៏បាននិយាយថាតើខ្ញុំកំពុងនៅកន្លែងណា